ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកដឹងថតអីក៏ខ្ញុំថតពីសកម្មភាពខ្ញុំចូលរួមនៅ event តទៅនឹងប្រព័ន្ធប្រាសាទពិភពលោកអញ្ចឹងណាអ្នកគ្នាថ្ងៃទី25ខែ10 2025ចឹងតទៅនឹង event នេះដែរគឺធ្វើនៅសន្តាគារ Chipmunk Tower អ្នកគ្នាដូចជាឈ្មោះបែបហ្នឹងឯងប៉ុន្តែខ្ញុំមិនច្បាស់ 100% ទេដោយសារតែអត់មានវីដេអូផុសក៏ធ្វើវីដេអូលេងទៅអ្នកគ្នាតទៅនឹងកុំឲ្យស្ងាត់ពេកចឹងអ្នកគ្នាព្យាយាមមើលទៅអាចថារៀងវល់មុខបន្តិចអ្នកគ្នាដោយសារតែអត់ទាន់ចេះថតអត់ទាន់ចេះរៀបចំវីដេអូអីអាសាទេប៉ុន្តែខ្ញុំសង្ឃឹមថាខ្ញុំនឹង improve បានច្រើនជាងនេះហើយចំពោះ event ហ្នឹងដែរយើងធ្វើនៅជាន់ទី25អ្នកគ្នាប៉ុន្តែពេលទៅនេះខ្ញុំបានឡើងមកជាន់ទី27ដើម្បីមកអង្គុយលេងសិនចឹងណាអ្នកគ្នាពេលដែលដល់ម៉ោងទៀតបាទខ្ញុំចូលទៅម្ដងទៀតហើយនេះគឺជាជាន់ទី27អ្នកគ្នាខ្ញុំឡើងមកលេងចឹងណាឃើញទេសភាពខាងក្រៅហើយនឹងការរៀបចំរបស់គេនឹងគឺស្អាតមែនទែនទាំងគ្នាទាំងខាងក្នុងទាំងខាងក្រៅពេលយើងឡើងទៅដល់ជាន់ទី27ចឹងពេលមើលមកក្រោមឡើងខ្ពស់ហ្មងហើយនេះគឺជាទស្សនវិជ្ជានៅកន្លែងគេញ៉ាំអីណាគ្នាដូចមានអាហារមាន buffet ចឹងណាហើយកន្លែងហ្នឹងគឺទស្សនវិជ្ជាស្អាតមានសាឡុងឲ្យយើងអង្គុយលេងណាគ្នាហើយកម្មវិធីនេះដែរគឺយើងធ្វើនៅតែមួយថ្ងៃទេគឺ25ហ្នឹងថ្ងៃខែ10 2025យើងណានេះគឺជាទស្សនវិជ្ជាហើយនឹងផ្សេងនៅក្នុងបន្ទប់នឹងអញ្ចឹងណាគ្នាអាហ្នឹងជាន់27តែ event នៅជាន់ទី25ទេប៉ុន្តែគាត់ថាខ្ញុំឡើងមកលេងជាន់ទី27ចឹងថាខ្ពស់យ៉ាងណាអញ្ចឹងណាហើយគឺខ្ញុំដើរថតចុះឡើងចូលឡើងនេះដោយសារតែយើងរៀនថតយើងព្យាយាមធម្មតាយើង start ពីដំបូងអញ្ចឹងខ្ញុំគិតថាវានៅខ្វះខាតច្រើនខ្ញុំព្យាយាមថាខ្ញុំចូលចិត្តអីគេពេលទៅថតទៅយល់ឲ្យតែឃើញទេសភាពស្អាតទីតាំងស្អាតគឺខ្ញុំចូលចិត្តថតនៅនេះប៉ុន្តែពេលសាច់ការវិញគឺវាពិបាកពេលដែលយើងថាយើងចង់បានឲ្យវាចេញមកបែបណាហើយចង់កែលម្អខ្លួនឯងឲ្យ improve លឿនអញ្ចឹងមានតែយើងព្យាយាមថតព្រាវសិនអញ្ចឹងណាចាំពេលដែលយើងថតច្រើនដងទៅអាចថាយើងចាប់បានចំណុចណាមួយដែលយើងខ្លាំងហើយចំណុចណាមួយខ្សោយអញ្ចឹងណាហើយចំពោះវីដេអូនេះឃើញគឺខ្ញុំថតតែក្នុងនឹងទេគឺអត់មានសកម្មភាពក្រៅទេដោយសារតែយើងរកអីថ្មីអត់ទាន់បានចាំមើលពេលដែលបានខ្ញុំនឹងព្យាយាមចែកម្លែកនៅតាមនៅអ្វីដែលខ្ញុំដឹងនៅអ្វីដែលអាចចែកបានអញ្ចឹងណាព្រោះអីច្រើនដឹងរបស់ខ្ញុំក៏មានកំណត់នៅគ្នាយើងអត់អាចថាធ្វើភ្លាមបានភ្លាមទេក៏ដោយសារតែយើងធ្វើដំបូងអាចថាសូម្បីតែ voice over ហ្នឹងខ្ញុំនិយាយទៅក៏ខុសច្រើនដែរអ្នកគ្នាប៉ុន្តែក៏និយាយឲ្យទៅបានសិនទៅចាំមើលពេលដែលយើងមានឧបករណ៍មានសម្ភារៈមានភ្លើងខាងក្រៅអីគ្រប់គ្រាន់ខ្ញុំនឹងព្យាយាមរក content ដែលមានប្រយោជន៍ខ្លាំងហើយព្យាយាមនិយាយអីដែលមានប្រយោជន៍មានសាច់ការច្រើនអញ្ចឹងណាប៉ុន្តែនេះយើងផ្សារដំបូងអញ្ចឹងខ្ញុំគិតថាមកប៉ុណ្ណឹងវាអូខេហើយទៅនឹងទេសភាពអ្នកគ្នាឃើញខ្ញុំចិត្តថតទេសភាពដោយសារខ្ញុំចិត្តបែប fresh chill ណាហើយមួយទៀតខ្ញុំចូលចិត្តទៅកន្លែងហាងកាហ្វេកន្លែងណាដែលស្ងប់ស្ងាត់អីចឹងណាបើមនុស្សច្រើនខ្ញុំមកចិត្តតែខ្ញុំចូលចិត្តតែហាងកាហ្វេណាដែលស្ងប់ស្ងាត់តម្លៃធូរថ្លៃអាហ្នឹងក៏ពិចារដែរហើយមិនថាកន្លែងដើរលេងក៏ខ្ញុំចូលចិត្តកន្លែងស្ងាត់ហើយតិចអញ្ចឹងណាអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងនេះហើយក្រៅពីហ្នឹងគឺសកម្មភាពខ្ញុំថតជុំវិញនឹងវីដេអូខ្លះក៏ដាក់ជួនគ្នាយ៉ាងទៅដោយសារខ្ញុំថតបានតែអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអ្នកគ្នាដោយសារតែខ្ញុំផុសនេះកុំឲ្យស្ងាត់ពេកផងហើយក៏ឲ្យអ្នកគ្នាជួយមើលបន្តអញ្ចឹងណាកុំឲ្យខ្ញុំស្ងាត់ដោយសារតែខ្ញុំរក content ថ្មីអត់ទាន់ឃើញទេខ្ញុំនឹងព្យាយាមចែកចម្លែកនៅអ្វីដែលល្អអញ្ចឹងណាអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអ្នកគ្នាអរគុណជម្រាបលាបាយ